បាទក្រោយពីបញ្ចប់មេរៀនតោះយើងក៏លេខមើលលំហាត់របស់យើងនៅខាងក្រោមដែលគេមានតារាងមួយដែលគេមានបញ្ជាក់អំពីចម្ងាយចរល្បឿននិងរយៈពេលអញ្ចឹងនៅក្នុងកឡោនទី1នេះគេប្រាប់ចម្ងាយចរគេប្រាប់ល្បឿនហើយគេសួររករយៈពេលអញ្ចឹងដើម្បីរករយៈពេលគឺយើងត្រូវយកចម្ងាយចរចែកនឹងល្បឿនអញ្ចឹងចម្ងាយចររបស់យើងគឺ147ឯល្បឿនរបស់យើងគឺ70អញ្ចឹងយើងសម្រួលវាមកយើងអាចសម្រួលនឹង7អញ្ចឹង70សម្រួលនឹង7យើងបាន10នេះយើងចែកមកបាន20 21 14ចែកនឹង7បាន2តម្លាក់7យើងបាន1ទៀតអូខេអញ្ចឹងរយៈពេលធ្វើដំណើរគឺ21ភាគ10ម៉ោងនៅកន្លោនទី2ដែលគេសួររកចម្ងាយចរអញ្ចឹងដើម្បីរកចម្ងាយចរគឺយើងយកល្បឿនគុណនឹងរយៈពេលវិញអញ្ចឹងល្បឿនរបស់យើងគឺ90គីឡូម៉ែត្រគុណនឹងរយៈពេលអញ្ចឹងរយៈពេលយើងឃើញថាវាមានម៉ោងផងមាននាទីផងអញ្ចឹងយើងគុណវាអត់បានទេអញ្ចឹងយើងត្រូវបដូរវាទៅជាឯកតាទី1គឺយើងយកជាម៉ោងអញ្ចឹង1ម៉ោងមាន60នាទីបូកនឹង30នាទីទៀតយើងបាន90នាទីអញ្ចឹងដើម្បីបដូរវាខ្ល้ายទៅជាម៉ោងយើងត្រូវចែកនឹង60ទៀតដើម្បីឲ្យវាទៅជាម៉ោងវិញអញ្ចឹងយើងគុណមក9 9 10 81 0មាន2ចែកនឹង60យើងបាន1 0 6 1 2 0មកយើងបាន3 0 ដង0 3 6ដង18 11 18យើងនៅសល់3 0ទម្លាក់0យើងបាន5អញ្ចឹងចម្ងាយចររបស់យើងគឺ135គីឡូម៉ែត្រនៅកន្លោនទី3អញ្ចឹងគេប្រាប់ចម្ងាយចរ40គីឡូម៉ែត្រហើយប្រើរយៈពេលគឺ3ភាគ4ម៉ោងអញ្ចឹងដើម្បីរកល្បឿនរបស់យើងគឺស្មើនឹងចម្ងាយចរចែកនឹងរយៈពេលអញ្ចឹងយើងបាន40ចែកនឹង3ភាគ4អញ្ចឹងវាស្មើនឹង40គុណនឹង4ភាគ3យើងស្មើ4 4ដង16 160ភាគ3យើងល្បឿនរបស់យើងគឺ160ភាគ3គីឡូម៉ែត្រក្នុង1ម៉ោងនៅកន្លោនទី4គេសួររករយៈពេលដោយគេប្រាប់ចម្ងាយចរហើយនឹងល្បឿនអញ្ចឹងដើម្បីរករយៈពេលគឺវាស្មើនឹងចម្ងាយចរចែកនឹងល្បឿនអញ្ចឹងចម្ងាយចររបស់យើងគឺ100គីឡូម៉ែត្រចែកនឹង80គីឡូម៉ែត្រក្នុង1ម៉ោងជាងយើងសម្រួលវាមកនៅសល់10លើ8ឬ5ភាគ4ចឹងនៅក្នុងកន្លោនទី4របស់យើងប្រើរយៈពេលគឺ5ភាគ4ម៉ោង